មេរៀនទី6រំលឹកពាក្យប្រកបនឹងកខកខចជតថតពបសកាច់ទឹកដេកមុខរូបមេឃនាចសាច់ខូចពូជជូតប៉ោតឆើតរត់គូតបានបិទសេពទៀបហើបគប់ចាប់រៀបលើសអំណាចតកកជជែករោគាមេឃានិករាជងងឹតគំនិតសំប៉ែតកំបិតរបើកជំនួសកំពឹសសុភាពលែក់ឡក់កាច់របៀបកាច់ផ្កាឈូកស្អាតទឹកយើងត្រូវញ៉ាំទឹកឲ្យបាន2លីត្រក្នុងមួយថ្ងៃដេកពូនេះដេក5មាត់មុខយើងត្រូវចេះថែរក្សាផ្ទៃមុខឲ្យបានល្អមេឃផ្ទៃមេឃនៅអង្គរវត្តស្អាតណាស់នាចទឹកមានចូលមាននាចតាមខ្យល់រដូវសាច់នេះគេហៅថាសាច់ជ្រូក3ជាន់ខូចពេលឡានខូចតាមផ្លូវអ្នកគួរធ្វើយ៉ាងម៉េចពូជយើងត្រូវចេះថែរក្សាគ្រាប់ពូជឲ្យបានល្អជូតត្រូវជូតផ្ទះជាប្រចាំដើម្បីឲ្យមានភាពស្អាតប៉ោតជ័រសម្រាប់ដាក់ទឹកឆើតតារារូបនេះចូលចិត្តពាក់សម្លៀកបំពាក់ពណ៌ឆើតណាស់រត់ហាត់ប្រាណជួយដល់បេះដូងគូតអ្នករបាំគេត្រូវការគូតងបាទកូនប្រុសត្រូវរៀនឆ្លើយថាបាទបិទពេលបិទទ្វារត្រូវចាក់សោឲ្យបានត្រឹមត្រូវសេពបើសេពគប់មិត្តល្អយើងនឹងជោគជ័យទៀបគួរឲ្យកូនញ៉ាំឲ្យបានគ្រប់គ្រាន់កុំឲ្យទៀបហើបឡាននេះដឹកទំនិញលើសចំណុះធ្វើឲ្យហើបកង់មុខគប់គាត់យកស្បែកជើងគប់គេចាប់គេនាំគ្នាចាប់ត្រីពេញបឹងរៀបពួកគាត់កំពុងរៀបចំផ្ទះលើសអាយុខ្ទង់40ប្រឈមនឹងការលើសឈាមគួរប្រុងប្រយ័ត្នអំណាចអ្នកមានអំណាចតែងធ្វើបាបអ្នកទន់ខ្សោយទឹកកកគួរកាត់បន្ថយញ៉ាំទឹកកកដើម្បីសុខភាពជជែកពួកគាត់កំពុងជជែកគ្នាលេងយ៉ាងសប្បាយរោគាសូមជូនពរឲ្យអ្នកមានសុខភាពល្អកុំឲ្យមានរោគា
មេឃាខ្ញុំមិនដែលឃើញផ្ទៃមេឃាស្អាតបែបនេះទេនាគរាជមានច្រើនប្រភេទនិងច្រើនពណ៌ងងឹតពេលដាច់ភ្លើងគឺងងឹតឆឹងគំនិតយើងគួរចេះចែករំលែកគំនិតល្អៗដល់អ្នកក្បែរខ្លួនសំប៉ែតចានសំប៉ែតបែបនេះអាចញ៉ាំសាច់អាំងបានកាំបិតមានច្រើនប្រភេទត្រូវចេះប្រើឲ្យបានល្អរបើកខ្យល់ព្យុះមករបើកដំបូលផ្ទះប្រជាជនជាច្រើនជំនួសមនុស្សប្រុសមិនអាចពពោះជំនួសមនុស្សស្រីបានទេកំពឹសពីតូចខ្ញុំចូលចិត្តញ៉ាំកំពឹសចៀនបែបនេះសុភាពនារីខ្មែរមានអត្តចរិតសុភាពរាបសារលែកឡក់នាងលែកឡក់គួរឲ្យខ្នាញ់ចៅជុំផឹកទឹកកកតាភាពជូតពៃបងអ៊ុតដុតពោតហូបមីងប៉ានរើសយកទៀបធំទៅទុកហូប